ភាគច្រើនឃើញបងប្អូនយើងចិញ្ច្រាំប្រហុកឆៅអញ្ចឹងថ្ងៃនេះសាកមកចិញ្ច្រាំផ្អកឆៅតាមខ្ញុំមើលបងប្អូនឆ្ងាញ់ដូចគ្នារសជាតិអែមណាស់ថ្ងៃនេះខ្ញុំមានផ្អកត្រីរៀលនេះបងប្អូនហើយយើងមានជីគ្រប់មុខមានក្តិបស្វាយរកអាណាឲ្យជូរមកស្វាយហ្នឹងមានម្ទេសហើយនិងខ្ទឹមក្រហមឥឡូវខ្ញុំចាប់ផ្ដើមច្រាមហើយច្រាមសាច់ត្រីហ្នឹងឲ្យម៉ត់ហើយយើងដាក់ជូររបស់យើងដែលជាស្វាយហ្នឹងបងប្អូនខ្លះក៏គាត់ច្រាមជាមួយកាសាំងណាតែនេះខ្ញុំដាក់ស្វាយខ្ញុំចូលចិត្តស្វាយជាងហើយយើងច្រាមវាឲ្យម៉ត់ចូលគ្នាហើយយើងដាក់គ្រឿងរបស់យើងមកមានខ្ទឹមខំខ្ទឹមសឲ្យបន្ថែមចឹងណាត្រាំឲ្យទាស់តែម៉ត់ចឹងទៅពេលដែលវាម៉ត់អស់ល្អហើយបងប្អូនអាចដាក់គ្រឿងផ្សំមកមានស្ករហើយនិងប៊ីចេងហើយក៏ច្រាមបញ្ចូលគ្នាបន្ថែមទៀតនិយាយទៅឲ្យវាម៉ត់ចូលគ្នាទៅវាកាន់តែចូលជាតិគ្នាហើយខ្ញុំដាក់ម្ទេស4គ្រាប់ដែរនេះដាក់ម្ទេសមកមើលទៅកាន់តែតំណបន្ថែមទៀតមកបងប្អូនតមកហើយគឺយើងមានជីគ្រប់មុខច្រាមដាក់ចូលដើម្បីកាត់បន្ថយភាពឆ្អាបនៃប្រហុកប្រហុកច្រឡំយើងច្រាមបន្ថែមទៀតមកនេះរួចរាល់បងប្អូនឆ្ងាញ់តបជាមួយទ្រាប់នេះទ្រាប់ស្រួយហ្នឹងកាន់តែត្រូវហើយបន្លែដែលកាន់តែត្រូវទៀតហ្នឹងគឺត្រយូងចេកម្ហូបបែបនេះតោះតែអ្នកចូលចិត្តទៅយកអារម្មណ៍បងប្អូនណាចូលចិត្តបែបនេះដូចខ្ញុំសាកធ្វើញ៉ាំណាបងប្អូនញ៉ាំផ្អកដូចជាអត់ធ្វើទុកដូចប្រហុកទេ